សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាសង្គម Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំកូនស្រីអ្នកត្បូងឃ្មុំមានជារឿងមួយដែលចង់និយាយទៅកាន់បុគ្គលដែលរាប់អានគឺប្រកាន់ភេទអញ្ចឹងអ្វីដែលជាលើកជឿថាជាកិច្ចដំបូងគឺខ្ញុំចង់និយាយទៅកាន់បងប្អូនមួយចំនួនដែលគាត់រើសអើងណារើសអើងភេទមុនដំបូងកុំអីក៏ខ្ញុំអត់ចេញវីដេអូបកស្រាយថាខ្ញុំខ្ទើយអីអញ្ចឹងដែរក៏ប៉ុន្តែមានបងប្អូនមួយចំនួនបរោះណាដែលគាត់លេងឆាតអីមួយខ្ញុំរាប់អានអីចឹងតែគាត់អត់ដឹងថាខ្ញុំខ្ទើយទេគាត់រាប់អានធម្មតាក៏ប៉ុន្តែពេលដែលខ្ញុំប្រាប់គាត់ថាខ្ញុំខ្ទើយតែពេលក្រោយមកគាត់ក៏ថាគាត់រាប់អាននេះខ្ទើយអញ្ចឹងគាត់រាប់អានស្រីគាត់ស្រឡាញ់ស្រីតែខ្ញុំថាខ្ញុំមិនតម្រូវស្រឡាញ់ជាលក្ខណៈស្នេហាគឺខ្ញុំរាប់អានជាមនុស្សដែលអ្នកចិត្តខាងឬក៏អ្នកនៅជុំវិញខ្លួនអីចឹងជាមិត្តភាពក៏ប៉ុន្តែខ្ញុំចង់សួរថាខ្ទើយរាល់ថ្ងៃហ្នឹងខុសអីជាជំងឺចម្លែកមែនបានគេស្អប់បានគេខ្ពើមហើយខ្ទើយរាល់ថ្ងៃហ្នឹងគួរឲ្យខ្ពើមខ្លាំងណាស់មែនអត់ឬក៏គួរឲ្យខ្លាចបើសិនតែការរាប់អានហ្នឹងណារាប់អានទៅវាស្លាប់ឬក៏វាកក្រិចអីអញ្ចឹងឬក៏អាក្រក់អីអញ្ចឹងណាប្រាប់ទៅថាយើងខ្ញុំស្អប់យើងខ្ញុំអត់ជួយចិត្តយើងខ្ញុំខ្ពើមយើងអញ្ចឹងប្រាប់តាមត្រង់ហ្នឹងមិនបាច់ចាំប្រើជាភាសាដែលខ្លាំងមកកាន់ខ្ញុំពាក្យសម្ដីអត្ថន័យខ្លាំងព្រោះខ្ញុំអត់សូវចេះអាពាក្យអត្ថន័យហ្នឹងឯងគឺខ្ញុំចេះពាក្យធម្មតាអញ្ចឹងចាំបាច់រាប់អានចាំបាច់តែស្រីនឹងផុសបានរាប់អានបានខ្ទើយនឹងរាប់អានបានខ្ទើយនឹងមិនមែនមនុស្សមែនឬក៏ខ្ទើយនឹងជាសត្វបានយើងធ្វើអញ្ចឹងដាក់ហើយមិនមែនទាំងអស់គ្នាទេគឺបុគ្គលមួយចំនួនតូចដែលគាត់ប្រកាន់ភេទគាត់សួរថាកើតមកប្រុសល្អគេដែរមិនក៏ចាំបាច់ធំឡើងធ្វើច្រឹកចឹងខ្ញុំសួរថាយើងអត់ទាន់មានបងប្អូនអញ្ចឹងទេបើយើងមានបងប្អូនអញ្ចឹងមិនយើងដឹងថាវាមិនថាអារម្មណ៍និងចិត្តគំនិតគេបែបណាអញ្ចឹងវីដេអូនេះគឺខ្ញុំចង់បញ្ជាក់តែប៉ុណ្្នឹងទេថាបើគ្រប់រាប់អានគ្នាកុំប្រកាន់ភេទកុំប្រកាន់ដូចថាគ្នាទៅមិនបើអញ្ចឹងទៅហើយកម្មពៀដែលបានសាងមកគឺវាមិនល្អអញ្ចឹងវីដេអូនេះជួយ share ទាំងអស់គ្នាទៅកាន់មនុស្សដែលចូលចិត្តរើសអើងមនុស្សដែលចូលចិត្តថាប្រកាន់ភេទអីអញ្ចឹងណាព្រោះខ្ញុំខ្ទើយខ្ញុំនិយាយទៅតាមការពិតខ្ញុំមិនចូលចិត្តឲ្យគេគាត់ថាខ្ញុំជាស្រីហើយខ្ញុំនឹងទៅដូចថាកុហកបោកប្រាស់គេគឺខ្ញុំមិនចង់អញ្ចឹងគឺខ្ញុំចង់បានការស្រឡាញ់ការគោរពដែលពិតប្រាកដអរគុណវីដេអូនេះជួយ share ទាំងអស់គ្នាជួយ like ហើយនឹងសង្ឃឹមថាក្តីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាគឺមានសម្រាប់ខ្ញុំគ្រប់គ្នាណាអរគុណសម្រាប់